របៀបកំណត់បាយ stop និង share stop អូខេគ្នាយើងណាដែលមកថ្មីកុំភ្លេចចុច like subscribe channel YouTube និងម្នាក់មួយផងនេះយើងដើម្បីទទួលបានវីដេអូថ្មីៗទៀតចឹងណាអូខេបាទនៅពេលដែលយើងចុចមកវានឹងចាញ់position ចេះនាងទៅការអស់នេះឡើងលើមកអូខេបាទអស់ហ្នឹងមកនាងយកកន្លែងបាយ stop នេះមកនាងនេះអូខេបាទនាងយកកន្លែងបាយ stop មកអូខេមកគឺវានឹងឡើងលើចេះហើយបាទជាធម្មតានៅពេលដែលយើងបាយ limit គឺវាអត់អាចដាក់បាយតាមមុនអញ្ចឹងបានទេអានេះគឺជាបាយ stop អញ្ចឹងណាគឺវាដាក់ចាំមុនបានយើងមកកន្លែងនេះជាចំណុចពិសេសរបស់វាអញ្ចឹងណាអូខេបាទហើយនៅពេលដែលតម្លៃមាសវាឡើងទៅដល់ហ្នឹងគឺវានឹងបាយអូតូអញ្ចឹងទៅនាងអូខេបាទឥឡូវយើងដាក់ SL ខ្ញុំមកបាទនៅពេលដែលមាសវាឡើងទៅដល់តម្លៃហ្នឹងមកវាប៉ះកន្លែងបាយ stop នេះកតាគេហ្នឹងគឺវានឹងចូល position យើងហើយយើងដាក់ SLTP ធម្មតាទៅបាទបើសិនជាវាឡើងទៅផុតដល់ TP គឺយើងបាន profit អញ្ចឹងទៅបាទបើសិនជាវាធ្លាក់មកដល់ក្រោមគឺយើងនឹង SL អញ្ចឹងទៅអូខេបាទខំហាគ្នាយើងនឹងយកកន្លែងហ្នឹងអីអូខេបាទហើយចំណែកឯshare វិញបាទនាងមកឥឡូវខ្ញុំលុបចោលទៅមក share គឺវាដូចគ្នាដែរនាងបាទ share stop គឺវាដូចគ្នាទេនាងចុចកន្លែង position ហើយនាងរើកន្លែងនេះបាទនេះ share stop នេះមកអូខេវានឹងចឹងយើងអស់មកក្រោមមកកន្លែងហ្នឹងបាទអូខេបាទហ្នឹងយើងអស់មកក្រោមមកអូខេឥឡូវខ្ញុំចូលសុំអីបាទយើងអស់មកក្រោមមកនៅពេលដែលបើសិនជាតម្លៃមាសបាទតម្លៃមាសវាធ្លាក់មកដល់ក្រោមហ្នឹងគឺវានឹងចូល position auto អញ្ចឹងណាហើយយើងកំណត់ SLTP ដូចតែមុនដែរទៅនាងបាទអូខេបាទយើងដាក់ SL ដូចជា TP មកបាទអូខេបាទនៅពេលដែលយើងដាក់ចឹងហើយបាទឥឡូវខ្ញុំមកបញ្យល់យើងឡើងនេះបាទនៅពេលដែលតម្លៃមាសហ្នឹងវារត់មកដល់កន្លែង share stop យើងនេះគឺវានឹងចូលលក់អូតូឲ្យយើងមកនាងបាទហើយបើវាសិនវាធ្លាក់មកដល់ TP គឺយើងចំណេញចឹងទៅបាទបើវាចុះមកដល់កន្លែងហ្នឹងហើយវាឡើងទៅវិញគឺយើងខាតចឹងទៅចឹងវានឹងយកកន្លែងហ្នឹងចឹងណាអូខេហើយគ្នាយើងណាដែលចង់បាន broker ដែលមានសុវត្ថិភាពខ្ពស់ហើយ leverage ធំនាងមកគឺ1លើ2000គ្នាយើងអាចjoin channel Telegram ខាងក្រោមមកនាងហើយក៏មានជា signal free ចែកគ្នាយើងដែរបាទអូខេហើយវីដេអូក៏មានតែប៉ុណ្្នឹងទេនាងបាទជួបគ្នាវីដេអូក្រោយទៀត